នៅក្នុងថ្ងៃមុនយើងបានស្គាល់ពីប្រាសាទទី5រួចមកហើយនៅក្នុងថ្ងៃនេះយើងចូលដល់ប្រាសាទទី6ជាបន្តទៀតដែលប្រាសាទនេះមានឈ្មោះថាប្រាសាទភ្នំព្រះធាតុហើយក៏ជាប្រាសាទចុងក្រោយដែលមាននៅក្នុងខេត្តកំពង់ឆ្នាំងប្រាសាទភ្នំព្រះធាតុមានទីតាំងស្ថិតនៅភូមិច្រកកៅឃុំពីមស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងដែលមានចម្ងាយប្រមាណ84គីឡូម៉ែត្រពីក្រុងកំពង់ឆ្នាំងប្រាសាទនេះត្រូវបានសង់ឡើងនៅលើភ្នំព្រះធាតុតែសពថ្ងៃយើងឃើញនៅសល់តែខឿនសង់ពីថ្មបាយក្រៀមតែប៉ុណ្ណោះបច្ចុប្បន្នប្រាសាទនេះគឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិបែបប្រវត្តិសាស្ត្រដែលមានភ្ញៀវទេសចរអាចទៅកម្សាន្តយ៉ាងសប្បាយរីករាយនៅលើភ្នំដ៏ស្រស់ស្អាតរួមជាមួយនឹងម្លប់ឈើធំៗគួរជាទីមនោរម្យប្រាសាទភ្នំព្រះធាតុគឺជាទីសក្ការៈបូជាដ៏ពូកែស័ក្តិសិទ្ធិដែលមានភ្ញៀវទេសចរមកកម្សាន្តជាលក្ខណៈគ្រួសារនិងជួបជុំមិត្តភ័ក្តិជាដើមដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធនៅលើភ្នំព្រះធាតុនេះនៅខាងលើភ្នំយើងក៏ឃើញមានថ្មដ៏ធំមួយដែលគេហៅថ្មនេះថាថ្មអណ្ដែតប្រាសាទនេះមានប្រវត្តិជាយូរលង់ណាស់មកហើយដែលមានការដំណាលថាកាលសម័យនោះពុំទាន់មានការគោរពព្រះពុទ្ធសាសនានោះទេតែពេលដែលព្រះបាទកោណ្ឌញ្ញនិងព្រះនាងលាវយាងមកគ្រប់គ្រងផែនដីព្រះអង្គបានចាត់ឲ្យគេនិមន្តភិក្ខុ2អង្គគឺភិក្ខុសោណរថេរនិងភិក្ខុឧត្តរថេរមកពីប្រទេសឥណ្ឌាដើម្បីផ្សព្វផ្សាយសាសនាព្រះពុទ្ធមុនគេបង្អស់នៅជ្រោយឥណ្ឌូចិនហើយកាលនោះភិក្ខុទាំង2អង្គក៏បាននិមន្តតាមសំពៅមកចាប់ទីស្នាក់នៅដើម្បីផ្សព្វផ្សាយធម៌ព្រះពុទ្ធមុនគេគឺនៅលើភ្នំព្រះធាតុនេះឯងកាលពីជំនាន់នោះស្រុកយើងមានផ្ទៃដីធំល្វឹងល្វើយដោយហេតុនេះហើយទើបនៅលើភ្នំនេះមានបន្សល់ទុកស្លាកស្នាមប្រវត្តិសាស្ត្រដែលជាប្រាសាទមួយនេះតែនេះគ្រាន់តែជារឿងនិទានប៉ុណ្ណោះទេវាពុំមែនជាប្រវត្តិសាស្ត្រដែលមានការកត់ត្រាទុកនោះឡើយតាមការស្រាវជ្រាវខ្ញុំពុំទាន់ឃើញមានការនិយាយពីសិលាចារឹករបស់ប្រាសាទនេះនោះទេដូច្នេះហើយយើងក៏ពុំបានដឹងពីសាវតារប្រាសាទនេះច្បាស់នោះដែរតែទោះជាយ៉ាងនេះក្តីយើងក៏បានឃើញថាពិតជាមានតួប្រាសាទនៅលើភ្នំព្រះធាតុនេះយ៉ាងពិតប្រាកដហើយក្នុងពេលបច្ចុប្បន្នក៏មានវត្តអារាមមួយផងដែរដែលវត្តនេះមានឈ្មោះថាវត្តភ្នំព្រះធាតុដែលជាសំណង់អគារបែបព្រះពុទ្ធសាសនាព្រមទាំងជាកន្លែងដែលបងប្អូនគ្រប់គ្នាធ្វើជាទីសក្ការៈបូជាហើយព្រមទាំងមានជំនឿជឿថាជាកន្លែងដ៏ស័ក្តិសិទ្ធិសម្រាប់បួងសួងសូមសេចក្តីសុខសេចក្តីចម្រើនផងដែរម្យ៉ាងវិញទៀតដោយដែលបានរៀបរាប់ខាងលើគឺជារមណីយដ្ឋានធម្មជាតិបែបប្រវត្តិសាស្ត្រមួយដែលបង្ហាញថាប្រជាជននៅតែបន្តថែរក្សាស្នាដៃប្រាសាទបុរាណទោះបីជាប្រាសាទនេះនៅសល់តែខឿនក៏ពិតមែនក៏នៅតែមានជំនឿយ៉ាងមុតមាំក្នុងការគោរពពុទ្ធសាសនាក្នុងពេលបច្ចុប្បន្នហើយទាំងពេលកន្លងមកនិងក្នុងពេលបច្ចុប្បន្ននេះគឺមានអ្នកទៅទស្សនាកម្សាន្តនៅប្រាសាទនេះជាហូរហែដូចនេះក៏សង្ឃឹមថាបងប្អូននៅតែបន្តការថែរក្សាក៏ដូចជាទៅទស្សនាឲ្យបានកាន់តែច្រើនបន្ថែមទៀតបន្ថែមពីនេះការទៅទស្សនាគឺជាការចូលរួមដ៏ធំធេងដែលបង្ហាញពីការថែរក្សាការពារនិងលើកតម្កើងព្រមទាំងជាការជួយផ្សព្វផ្សាយទាំងសម្បត្តិវប្បធម៌បុរាណនិងសម្បត្តិធម្មជាតិដ៏ពិសេសអស្ចារ្យនេះផងដែរព្រោះក្រៅពីប្រាសាទបុរាណគឺមានដុំថ្មដ៏ធំដែលមើលទៅពិតជាពិសេសខ្លាំងណាស់ដែលមានដុំថ្មដ៏ធំឈរឡើងត្រង់និងថ្កល់រាប់ពាន់ឆ្នាំដែលនេះគឺជាលក្ខណៈពិសេសដែលធ្វើឲ្យមានភ្ញៀវទេសចរច្រើនមកទស្សនាកម្សាន្តជាហូរហែ